លោកโจเซโมจิกาគឺជាអតីតប្រធានាធិបតីរបស់ប្រទេសអ៊ុយរ៉ាហ្គាយដែលមានជីវភាពក្របំផុតនៅក្នុងពិភពលោកដែលគាត់បានរស់នៅក្នុងភាពសាមញ្ញជាប្រជាជនធម្មតាក្នុងឋានៈជាប្រធានាធិបតីលោកបានបដិសេធទាំងអស់រាល់ការប្រើប្រាស់ប្រណិតភាពដែលរដ្ឋបានផ្ដល់ឲ្យដូចជាពុំមានរថយន្តទំនើបជួនលោកទៅបំពេញកាតព្វកិច្ចពុំមានអង្គរៈការពារផ្ទាល់ខ្លួនមិនមានផ្ទះវិឡាឬក៏សេតវិមាននិងពុំមានទ្រព្យសម្បត្តិឬមួយក៏សម្ភារៈនិយមមួយណាទាំងអស់លោកโจเซโมจิกาបានស្នាក់នៅផ្ទះចាស់របស់គាត់ដែលនៅស្រុកស្រែនៅតំបន់ជាយក្រុងម៉ុងតេវីដេអូនិងប្រើប្រាស់រថយន្តចាស់របស់គាត់ម៉ាក Volkswagen Beetle ឆ្នាំ1987លោកទទួលបានប្រាក់ខែពីការធ្វើប្រធានាធិបតីចំនួន$12,000ប៉ុន្តែលោកបានបរិច្ចាគទៅដល់សប្បុរសធម៌ចំនួន90%លោកគឺជាប្រធានាធិបតីដែលក្រជាងគេបង្អស់នៅលើពិភពលោកដែលមិនខ្វល់ទៅនឹងអំណាចឬមួយក៏ជាភាពហឺហាមានបាននោះទេលោកបានកើតនៅថ្ងៃទី20ខែមិថុនាឆ្នាំ1935ហើយលោកបានស្លាប់នៅថ្ងៃទី13ខែឧសភាឆ្នាំ2025នៅអាយុ89ឆ្នាំដោយជំងឺមហារីកលោកជាមេដឹកនាំដែលល្អបំផុតនិងជាគំរូដល់មេដឹកនាំទូទាំងសកលលោក